បាទជាបន្តសូមគោរពហើយនឹងជម្រាបសួរបងប្អូនប្រជាកសិករថ្ងៃនេះបានមកចូលនៅឃុំអូសាឡៅបងប្អូនចូលនៅឃុំអូសាឡៅមកលេងកន្លែងមិត្តភ័ក្តិកន្លែងបឹងអំហឿនបាទបឹងអំហឿនអញ្ចឹងកន្លែងបឹងអំហឿនគឺមានទឹកហូរលេងគួរឲ្យសប្បាយដែរបងប្អូនហើយឥឡូវនេះមានទឹកហើយបងប្អូនអ្នកនៅឃុំអូសាឡៅបាទឃុំអូសាឡៅស្គាល់ហើយនៅចិត្តស្តង់ទល់មុខស្តង់មួយនឹងមានកន្លែងផ្លូវមួយចូលមកក្នុងបងប្អូនមានទេសភាពស្រូវស្រែចំការគួរឲ្យគយគន់បាទហើយមានកន្លែងលេងទឹកហូរផងដែរបងប្អូនហើយបើសិនជាបងប្អូនចំណាប់អារម្មណ៍ចង់មកហែលទឹកលេងទឹកបងប្អូនមកលេងបានហើយនេះទឹកគឺមានកន្លែងអង្គុយ relax លំហែអារម្មណ៍បាទមានកញ្ចុះ 4-5 ហើយបើសិនជាបងប្អូនចង់មកលំហែលេងកម្សាន្តនៅក្នុងបរិយាកាសដែលមានទឹកអូទឹកស្រះហើយមានដុំថ្មហូរបងប្អូនអាចអញ្ជើញចូលមកលេងបានបងប្អូនហើយឥឡូវនេះគាត់អត់ទាន់បានដាក់លក់ម្ហូបអាហារអីទេបើសិនជាបងប្អូនចង់មក relax អង្គុយលេងបងប្អូនអាចទិញម្ហូបអាហារបាទខ្លួនឯងមកហូបសិនបានប្រហែលជា 4-5 ថ្ងៃទៀតម្ចាស់កន្លែងគាត់នឹងរៀបចំបាទធ្វើម្ហូបអាហារហើយនឹងបើកកន្លែងរបស់គាត់បងប្អូនគឺវាដូចជាធម្មជាតិដែរបងប្អូនគឺមានដុំថ្មមានទឹកហូររិចគួរឲ្យយើងអង្គុយលេងបាទជាមួយមិត្តភ័ក្តិក្រុមគ្រួសារបងប្អូនអីសប្បាយបងប្អូនយើងអាចមើលទឹកឬក៏ឲ្យកូនចៅក្មេងៗតូចរបស់យើងគាត់លេងទឹកហាលទឹកនៅទីនេះបានព្រោះទឹករាក់ទេបងប្អូនឃើញម៉ូតូដាក់បញ្ឈរនេះបងប្អូនដឹងហើយថាទឹកអត់ជ្រៅទេបាទហើយក៏មានកង់ឡានជិះផងដែរបន្តិចទៀតឥឡូវនេះគាត់កំពុងតែរៀបចំកន្លែងរបស់គាត់បងប្អូនអញ្ចឹងវាអត់ទាន់បានស្អាតទេគាត់កំពុងតែរៀបចំពីព្រោះទៅតែមានទឹកហូរបងប្អូនហើយគាត់គុណមើលភ្នំឃើញភ្នំឃើញទេសភាពមានចំការដូងមានដាវស្វាយចំការស្វាយអីចឹងទៅបងប្អូនហើយមានកញ្ចុះសម្រាប់អង្គុយញ៉ាំអាហារលេងផងដែរបងប្អូនហើយបងប្អូនទីតាំងនេះគឺស្ថិតនៅក្នុងឃុំអូស្រឡៅស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យបងប្អូនទល់មុខស្តង់ដំឡូងមួយកន្លែងបាទនៅចិត្តផ្លូវចូលបតង់បងប្អូនអ្នកខ្លះស្គាល់ហើយបតង់ដីថៃព្រំដែនយើងកាលនៅក្មេងៗធ្លាប់ទៅលេងទឹកនៅបតង់ហ្នឹងហួសផ្លូវបតង់ហ្នឹងប្រហែលជា 3 ទៅ 400 ម៉ែត្របងប្អូននឹងឃើញបើសិនជាមកពីទីរួមស្រុកម៉ាឡៃបងប្អូននៅពីខាងស្ដាំដៃទៅមុខស្តង់មួយហ្នឹងហើយប្រសិនបើបងប្អូនមកពីខាងកូនដំរីខាងខ្លាងាប់លេងលវត្រាឆៃណាថោហ្នឹងបងប្អូននឹងហួរអូខ្មោចលោងបន្តិចបាទអូខ្មោចលោងបន្តិចបងប្អូននឹងឃើញស្តង់នៅខាងស្ដាំដៃហើយផ្លូវចូលនៅខាងឆ្វេងបងប្អូនអញ្ចឹងធម្មជាតិវាល្អដែរបងប្អូននេះមានទឹកហែលលេងបាទមានកញ្ចុះសម្រាប់អង្គុយលំហែលេងកម្សាន្តបាទហើយមានចំការដូងបាទហើយបងប្អូនមកលេងបងប្អូនអាចដាក់ speaker ដាក់ម្ហូបអាហារចំណីបងប្អូនមកបងប្អូនអាចញ៉ាំអង្គុយលេងកម្សាន្តជាមួយក្រុមគ្រួសារបានបងប្អូនបាទគាត់មានកញ្ចុះសម្រាប់អង្គុយលេងតែពេលនេះគាត់អត់ទាន់បើកកន្លែងឡើយទេតែគាត់ថាឥឡូវនេះមានទឹកហូរហើយបងប្អូនមានទឹកហូរហើយអាច
មកលេងបានបាទហើយប្រហែលជា4 5ថ្ងៃទៀតម្ចាស់កន្លែងគាត់នឹងបើកកន្លែងដំណើរការដើម្បីឲ្យបងប្អូនកំងមហូបឬក៏ធ្វើមហូបអ្វីដែលគាត់មានលក់នៅកន្លែងហាងរបស់គាត់បងប្អូនឥឡូវនេះមានក្មេងៗក្នុងភូមិគាត់មកហែលជិះកង់លេងនៅក្នុងភូមិសាស្ត្រនេះផងដែរបងប្អូនបានលើអើយហើយបងប្អូនប្រសិនជាបងប្អូនធ្វើការឬក៏ហត់នឿយពីការងារមានការងាររបស់ខ្លួនទាំងការងារកសិកម្មការងារមន្ត្រីរាជការអ្វីជាដើមបងប្អូនអាចមកអង្គុយលេងបាទដើម្បី relax លំហែជាមួយអាកាសធាតុខ្យល់ចំណូលគយគុណភ្នំនិងទឹកហូរនៅទីនេះបានបងប្អូនបាទឃើញថាឥឡូវនេះមានក្មេងៗគាត់ចូលមកលេងទឹកបាទមកលេងទឹកជាច្រើនផងដែរបាទបងប្អូនហើយទេសភាពស្អាតគឺគាត់រៀបចំបានស្អាតដែរឥឡូវក៏កំពុងតែសម្អាតកន្លែងបងប្អូនកំពុងតែសម្អាតកន្លែងរៀបចំពីព្រោះប្រហែលថ្ងៃមុនគឺអត់ទាន់មានទឹកទេដោយសារភ្លៀងវានៅតិចតែឥឡូវនេះភ្លៀងមកបានមានទឹកហើយបងប្អូនមានទឹកសម្រាប់ហែលលេងកម្សាន្តបាទបងប្អូនកុំភ្លេចឃុំអូស្រឡៅបាទហើយកន្លែងនេះគឺមានឈ្មោះថាបឹងអំហឿនបាទបឹងអំហឿនបាទបឹងអំហឿនបងប្អូននៅក្មេងៗកំពុងតែហែលទឹកហើយក៏កំពុងសម្អាតរៀបចំឲ្យស្អាតផងដែរបាទទឹកធ្លាក់ថ្មីពីភ្នំចេះវារៀងល្អក់បន្តិចបងប្អូនល្អក់បន្តិចតែបើសិនជាមានភ្លៀង1មេ2មេបន្ទាប់មកទៀតទឹកល្អក់នេះវានឹងហូររងថ្លាបងប្អូនឃើញវាមកលេងទឹកផងនេះមករោត្រីបងប្អូនមករោត្រីផងបងប្អូនឃើញចេះនៅឃើញកាលសម័យខ្លួនឯងនៅពីក្មេងបងប្អូនកាលនៅពីក្មេងបាទនៅពីក្មេងយ៉ាងឯងតែអត់លេងទឹកទេទឹកអូបាទបងប្អូនឡើងចុងលវាឬក៏ចុងស្នាយលោតពីលើចុះមកក្រោមតែម្ដងបាទបាទអរគុណច្រើនបងប្អូនសម្រាប់វីដេអូនេះคลิปវីដេអូនេះខ្ញុំមានប៉ុណ្ណឹងបាទសូមអរគុណទេសភាពឬក៏ទស្សនាទីកន្លែងដោយមេត្រីភាពបងប្អូនហើយសូមជម្រាបផងដែរគាត់នឹងរៀបចំកន្លែងឬក៏ធ្វើកន្លែងកំពុងតែអភិវឌ្ឍបន្តទៀតបងប្អូនហើយពេលដែលបងប្អូនជិះចូលពីផ្លូវជាតិលេខ59ទល់មុខស្តង់នឹងចូលមកបងប្អូននឹងឃើញបាទវាលស្រែដែលព្រោះស្រូវដែលខៀវស្រងាត់បាទដែលខៀវស្រងាត់អមសងខាងផ្លូវបាទអមសងខាងផ្លូវចូលមកតែម្ដងបងប្អូនឃើញថាខៀវស្រងាត់ពណ៌បៃតងខ្ចីតែម្ដងហើយប្រសិនបើស្រូវទុំស្រូវវាធំហើយត្រឹមជាកេះធ្វើខ្លួនផងបងប្អូនគឺយើងចូលមកដល់គឺមានធំក្លិនបង្ហើរនៃស្រូវដែលកំពុងតែធ្វើខ្លួនបងប្អូនគឺប្រហើរតែម្ដងបាទបងប្អូនឥឡូវនេះស្រូវវានៅតូចនៅឡើយទេបាទនៅតូចទើបតែព្រួននៅឡើយទេប្រសិនបើខ្ទង់ខែ
បំបីខែ9បងប្អូនចូលមកនឹងមានក្លិនស្រែស្រូវបាទក្រអូបប្រហើតែម្ដងបងប្អូនក្រអូបប្រហើតែម្ដងគួរឲ្យកូនកូនគួរឲ្យចង់ស្រូបយកក្លិនយកខ្យល់អាកាសដែលវាមានបរិយាកាសបរិសុទ្ធល្អនៅក្នុងទីធ្លានេះផងដែរបងប្អូនបាទបងប្អូនហើយវីដេអូនេះខ្ញុំមានប៉ុណ្ណឹងបងប្អូនសូមជម្រាបលាហើយក៏សូមខន្តីអភ័យទោសដល់បងប្អូនផងដែរប្រសិនបើជាខ្ញុំជួនជានិយាយទៅមានការលឺលុះខ្វះខាតនៅបទបាទអក្សរជួយជាអ្នកអក្សរស្រៈនិស័យស្រៈពេញទួយយ៉ាងណាក្តីសូមពុកម៉ែបងប្អូនមិត្តភ័ក្តិបាទក្មួយទាំងអស់បាទអធិស្ឋានឲ្យខ្ញុំបាទផងបាទដោយសារខ្ញុំធ្វើនេះគឺចង់បង្ហាញពីទស្សនវិជ្ជានៅក្នុងស្រុកម៉ាឡៃយើងគឺមានកន្លែងកំសាន្តបាទដើម្បីអង្គុយលំហែលេងកំសាន្តផងដែរបាទអរគុណច្រើនជម្រាបលាបងប្អូន